បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាវិលមកជួបគ្នាជាមួយខ្ញុំនៅក្នុងវីដេអូខ្លីពី Channel YouTube ឈ្មោះថា Kanjanthan Official ឬក៏ពី My Family 88លោករថយន្តឬក៏ពី Download 88លោករថយន្តបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំចេញវីដេអូខ្លីមួយពាក់ព័ន្ធជាមួយនឹងរថយន្ត EV ជាមួយនឹងរថយន្ត Hybrid បងប្អូនណាអូខេអញ្ចឹងគឺមានពុកម៉ែបងប្អូនយើងមួយចំនួនគេមានសំណួរសួរថាតើរថយន្តពីរប្រភេទហ្នឹងមានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងម៉េចហើយយើងគួរប្រើប្រាស់ EV ឬក៏យើងគួរប្រើប្រាស់ Hybrid ប្រសិនបើយើងចង់មានsave ថវិកានៅក្នុងការចំណាយទៅលើសាំងអញ្ចឹងបងប្អូនណាគេអញ្ចឹងម្សិលមិញខ្ញុំបានថតប្រហែលជា3វីដេអូដែរបងប្អូនណាប៉ុន្តែថ្ងៃនេះគឺចេញវីដេអូអូខេផ្ដោតទៅលើតែ EV និងផ្ដោតទៅលើតែ Hybrid សុទ្ធបងប្អូនអញ្ចឹងឥឡូវបងប្អូនមកដឹងពាក្យថា EV សិនអញ្ចឹងគឺ EV គឺវា stand for electrical vehicle បងប្អូនណាគឺសំដៅទៅលើរថយន្តអគ្គិសនីបងប្អូនអញ្ចឹងគឺវាអត់ប្រើសាំងទេហើយអញ្ចឹងគឺវាប្រើអគ្គិសនីអញ្ចឹងគឺបងប្អូនអាចសាកនៅផ្ទះហើយបងប្អូនអាចសាកនៅតាមមានស្ថានីយ៍ station គេមួយចំនួនដែលគេមាន install អូខេ fast charge គេសម្រាប់ពុកម៉ែបងប្អូនតែម្ដងអញ្ចឹងអូខេខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនអំពីគុណសម្បត្តិនិងគុណវិបត្តិសិនទៅហើយបន្ទាប់មកបងប្អូនអាចពិចារណាដោយខ្លួនឯងថាតើពុកម៉ែបងប្អូនគួររើសយករថយន្ត EV មកប្រើឬក៏ពុកម៉ែបងប្អូនយករថយន្ត Hybrid ទេគេប៉ុន្តែខ្ញុំអត់ផ្ដោតទៅលើរថយន្តប្រើសាំងឬក៏ប្រើសាំងសុទ្ធឬក៏រថយន្តប្រើម៉ាស៊ូតទេនេះគឺខ្ញុំផ្ដោតទៅលើតែ EV ហើយជាមួយនឹង Hybrid សិនបងប្អូនអូខេអញ្ចឹង EV មិញបងប្អូនហ្នឹងឯងគឺសម្រាប់មានរថយន្តអគ្គិសនីហើយនៅស្រុកខ្មែរយើងឃើញមួយរយៈក្រោយនេះអូខេប្រហែលជាមួយឆ្នាំ2ឆ្នាំចុះបងប្អូនណាមានវត្តមានរបស់ EV គឺច្រើនមែនតើបងប្អូនគេគួរឲ្យកត់សម្គាល់គេហើយសម្រាប់ខ្ញុំចេញវីដេអូនេះបងប្អូនគឺអត់មានវាយបហាទៅលើរថយន្តណាមួយទេពីព្រោះខ្ញុំជាអ្នកលក់ឡានជាងគឺខ្ញុំកាន់គ្រប់ model ទាំងអស់បងប្អូនណាមិនថា EV មិនថា Hybrid មិនថាឡានប្រើសាំងសុទ្ធមិនថាឡានប្រើ Mazut គេគឺខ្ញុំលក់ទាំងអស់បងប្អូនគេប៉ុន្តែគ្រាន់តែខ្ញុំបកស្រាយចម្ងល់សម្រាប់ពុកម៉ែបងប្អូនអូខេទាំងអស់គ្នាហើយឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាពិចារណាអញ្ចឹងនេះគ្រាន់តែជាគំនិតមួយជ្រុងចេញពីខ្ញុំទៀតបងប្អូនណាអញ្ចឹងវាមានច្រើនជ្រុងណាបងប្អូនអាចពិចារណាដោយខ្លួនឯងឬក៏ស្វះស្វែងរកព័ត៌មានផ្សេងទៀតដើម្បីធ្វើការសម្រេចចិត្តអូខេក្នុងការទិញរថយន្តយកទៅប្រើអូខេអញ្ចឹងមិនត្រូវតាមតែគំនិតមួយជ្រុងរបស់ខ្ញុំឬក៏នរណាម្នាក់អូខេឬក៏តាមការមាន persuade ឬក៏ការ convince របស់មានអ្នកdealer នឹងទេបងប្អូនអូខេអញ្ចឹងបងប្អូនធ្វើការសម្រេចចិត្តយោងទៅលើ head poll ណាមួយទេអញ្ចឹងបងប្អូនអាចសម្រេចចិត្តរើសយករថយន្តនោះអូខេយកទៅប្រើលក្ខណៈគ្រួសារឥឡូវ EV បងប្អូនគេសម្រាប់គុណសម្បត្តិតាមដែលខ្ញុំមើលឃើញគឺគ្រាន់ថាបងប្អូនចំណាយថវិកាតិចអូខេប៉ុន្តែមិនដឹងថាខុសឬក៏ត្រូវគំនិតនេះខ្ញុំជំរាបជូនថាបងប្អូនចំណាយថវិកាតិចគេសម្រាប់ EV ដោយសារតែយើងសាកថ្មម្ដងយើងជិះបាន5-600គីឡូប៉ុន្តែមានអ្នកធ្វើវីដេអូឯណាតាមពិតទៅគឺបានតែ400គីឡូបន្តិចទេបងប្អូនណាសម្រាប់ប្រមាណទៀតគឺវា stand by សម្រាប់ចិញ្ចឹមប្រព័ន្ធភ្លើងរបស់រថយន្តគេអញ្ចឹងគឺវាអត់បានដល់600គីឡូឯគេដោយសារមានអ្នកពិសោធន៍គាត់ជិះខ្លួនគាត់ផ្ទាល់អញ្ចឹងបងប្អូនណាអូខេហើយបងប្អូនគេប្រើប្រាស់រថយន្ត EV បងប្អូនត្រូវ install គេប្រាប់មានសាកថ្មវាអូខេនៅផ្ទះបងប្អូនអញ្ចឹងរៀងស្មុគស្មាញបន្តិចបើសិនមកបងប្អូនអត់មានទីតាំងទេពេលខ្លះអូខេត្រូវភ្លៀងត្រូវអីអត់ការទេដូចខ្ញុំធ្លាប់លក់Toyota Prius គេ plug in អញ្ចឹងបងប្អូនណា plug in ហ្នឹងក៏មាន EV ដែរបងប្អូនគឺត្រូវការ charge ថ្មដូចគ្នា charge battery ដូចគ្នាដែរហើយអូខេពេលហ្នឹងខ្ញុំ charge ជីបានត្រឹមតែ30គីឡូឯងសម្រាប់ពួក Toyota Prius plug in យើងជិះអត់សូវបានឆ្ងាយបងប្អូនប៉ុន្តែគាត់មានគាត់ function គាត់ដល់3បងប្អូនមានអាគុយ hybrid ផងមានសាំងផងហើយមាន battery នឹងផងមានសម្រាប់electric city នឹងផងអញ្ចឹងអគ្គិសនីផងបងប្អូនគាត់3សម្រាប់ Toyota Prius plug in
ok bông phôn ok sầm rập EV bởi bông phôn cái lấy tàu to tiết chân cứ bông phôn khơi phiệp tha toàn sầm máy bông phôn nghĩa tới chấm nợ mới tiết tha mình phiệp tụng nơ ấy nè tới cái bản này chúng cái thắt được chi mình trái mà nãy thế phiệp tụng nơ của bao vi đấy chân ở quay đài là sầm khăn những cái để bông phôn trong bán nó phải chỉ cứ đào từ lời cả sale thạo vì cả từ lời cả chặn sẵn bản đây bằng nghiệm một quên tam để bóp về sau cái nẹt chi hay nẹt phơi promotion còn advertise như nào chat mà đó mong muốn và xin chỉ nơi cái lại như sani kế mình chỉ này về phải chỉ chất đọc này ti ai đại mong muốn á cái pha trà chứ này áហើយចំណាយថវិកាប្រហែលជាខ្ទង់ 50,000 រៀលជាងទៅ 60,000 អញ្ចឹងលុយហ្នឹងដូចជាគូសំនៅបងប្អូនគេអញ្ចឹងមិនសេវមកណែទេបងប្អូនឆាច់ក្នុងផ្ទះមានថាភ្លើងក្នុងផ្ទះរបស់យើងគឺត្រូវឡើងគីឡូដែរបងប្អូនត្រូវចំណាយទៅច្រើនដែរអញ្ចឹងខ្ញុំគិតថាដូចជាមិនប្រមាណដែរទេសម្រាប់ការសេវថវិកាសម្រាប់ EV សម្រាប់ខ្ញុំដូចជាមិនទេអូខេឥឡូវបងប្អូនងាកមកគុណវិបត្តិវិញគេសម្រាប់ EV ដែលខ្ញុំកត់សម្គាល់ឃើញហើយខ្ញុំនឹង predict ទៅប្រហែលឆ្នាំក្រោយទៀតឥឡូវដោយសាររថយន្តគឺឆ្នាំវានៅថ្មីបងប្អូនមិនទាន់មានបញ្ហាអញ្ចឹងអ្វីដែលខ្ញុំ concern គឺផ្ដោតទៅលើ service បងប្អូនទៅថ្ងៃក្រោយគេមាននៅពេលដែលរថយន្តមានបញ្ហាខ្ញុំមិនដឹងថា service យ៉ាងម៉េចទេនៅតាមបណ្ដាខេត្តនៅតាមដងផ្លូវបងប្អូនប្រហែលជាមានតែមួយគិតគឺងាកទៅ company អញ្ចឹងឥឡូវនេះសាលាគេគាត់មានបដិបដាដែរសម្រាប់រថយន្តអគ្គិសនីហ្នឹងមិនតែមិនតន់ទូលំទូលាយអញ្ចឹងខ្ញុំគិតថាឥឡូវនេះគឺអ្នកជិះមួយចំនួនគឺនៅសុបាយចិត្តនៅឡើយបងប្អូនណាដោយសារវាអត់តន់មានកំហូចអីមកនេះអូខេហើយបើគុណសម្បត្តិទៅមួយទៀតមានណាក្នុងការលក់ចេញវិញអូខេសម្រាប់ពេលដែលយើងប្រើប្រាស់មកទឹកទៅហើយអញ្ចឹងបងប្អូនអាចជាប្រឈមខាតច្រើនដោយសារពុកម៉ែបងប្អូនមួយចំនួនបើជាមិនសូវតនេះហើយបើងាកទៅតាមបណ្ដាខេត្តវិញរត់តារៀងឆ្ងាយបន្តិចរត់តាអត់ទេពីព្រោះជាងអូខេបើជាមិនសុំបីដែរនៅក្នុងរាជធានីយើងហ្នឹងជាងនៅតាមដងផ្លូវហ្នឹងបែរក៏មិនទាន់មានសមត្ថភាពទេបងប្អូនណាគេកំពុងតែបដិបដាលគេនឹងចេញមកគេអាចមានដែរតិចតួចគេក្រាស់ធំអាចចេះដែរហើយឥឡូវនេះបើមាននៅតែក្រុមហ៊ុនបងប្អូនអញ្ចឹងបើសិនជាយោបល់ខ្ញុំផ្ទាល់ខ្លួនហ្មងមកជ្រុងតូចបងប្អូនគេអត់ច្រើនទេណាមកជ្រុងតូចខ្ញុំសម្គាល់ឃើញថាដូចជាមិនសូវទទួលបានគុណសម្បត្តិទេហើយអ្នកដែលប្រើ EV ខ្ញុំសង្កេតឃើញជាទូទៅគឺសម្រាប់អ្នកដែលមានលុយគេមានឡានអាច2គ្រឿងទៅ3គ្រឿងគេជា EV គេសម្រាប់ជិះទៅនៅក្នុងក្រុងយ៉ាងទៅដល់ពេលគេចុះខេត្តចុះអីបងប្អូនមិនមែនទៅវិលល្ងាចវិញទេអញ្ចឹងជាទូទៅយើងដូចជាភ្ជុំបិណ្ឌចូលឆ្នាំអីអុំទូកអីបងប្អូនទៅ2-3ថ្ងៃឲ្យបងប្អូនជិះដើរច្រើននេះចុះបើសាកបានប៉ុណ្ណឹងទៅហើយអញ្ចឹងបងប្អូនមានឆ្នាំងសាក់នោះតិចក៏រៀងពិបាកដែរអញ្ចឹងខ្ញុំសង្កេតឃើញគឺពិបាកគេទី1ពិបាកឆាចអូខេទី2គឺពិបាកមានservice នឹងតែម្ដងបងប្អូនអូខេអញ្ចឹងខ្ញុំសង្កេតឃើញថាឆាចថ្មវាគឺពិបាកហើយជាមួយនឹង service ហើយបន្តមកទៀតគឺអ្វីដែល concern ខ្លាំងគឺនៅពេលដែលបងប្អូនធ្វើការបញ្ចេញវិញនឹងតែម្ដងអូខេបងប្អូនងាកមក hybrid វិញពីមុន hybrid ពុកម៉ែបងប្អូនយើង concern ដូចតែ EV សប្តាហ៍ថ្ងៃអញ្ចឹង EV ថ្ងៃក្រោយទៀតខ្ញុំនឹងថាវានឹងអាចប្រសើរអូខេដោយសារមានសាលាគេបដិបដាលហើយអញ្ចឹងនឹងមានអ្នកជំនាញនឹងចេញមកធ្វើការក្នុងការ៉ាសមួយចំនួនហើយនឹងអាចបើកខ្លួនឯងដែរអូខេឥឡូវបើមក hybrid បងប្អូនស្គាល់ពាក្យ hybrid គឺសំដៅទៅលើកូនកាត់បងប្អូនណាឡានគឺប្រើសាំងផងនិងប្រើអាគុយ hybrid ផងបងប្អូនអញ្ចឹងក៏ជាប្រភេទឡានមួយសេវសាំងដូចគ្នាដែរបើគិតពីគុណសម្បត្តិ hybrid គឺ compare ទៅជាមួយ EV គឺមិនសូវចាញ់គ្នាទេបងប្អូនអូខេអញ្ចឹងបងប្អូនចំណាយ EV មិញបងប្អូនសាកម្ដងអស់5-6,000លុយខ្មែរបើបងប្អូនជិះ hybrid បងប្អូនចាក់$20បងប្អូនជិះបានបែរក៏ខ្ទង់អាច300-400គីឡូទៅ500គីឡូដូចគ្នាដែរហ្នឹងបងប្អូនចំណាយផាក់ផាយគ្នាហ្នឹងប៉ុន្តែបើរឿងក្តីបារម្ភពេលដែលបងប្អូនខូចវិញអូខេអញ្ចឹងគឺដូចជាអត់សូវខ្វះទេបងប្អូនណាសមត្ថភាពជាងដែលខ្ញុំដឹងសប្តាហ៍ថ្ងៃនេះបើថានៅក្នុងរាជធានីភ្នំពេញហ្មងគឺច្បាស់យកហ្មងច្បាស់ច្រើនភាគរយដែលច្បាស់ចូល 80% គឺជាមួយ hybrid ច្បាស់ហើយបើនៅតាមបណ្ដាខេត្ត
គឺអាចថាវាយថា 50% គឺគាត់ច្បាស់អូខេសម្រាប់ hybrid សម្រាប់អាគុយសម្រាប់ ABS វាចឹងគឺមិនសូវបញ្ហាជាមួយបូមទឹកអីហ្នឹងចឹងសម្រាប់ hybrid concern ជាងគេ the main problem របស់វាគឺបូមទឹកអាគុយ ABS ប៉ុន្តែបើបងប្អូនចេះមើលវិញគឺអត់សូវបញ្ហាសម្រាប់អាគុយសម្រាប់ ABS អីយើងតេស្តបានបងប្អូនហ្នឹងអូខេគឺអាចតេស្តបានអូខេអញ្ចឹងបើ hybrid គេបទពិសោធន៍ខ្ញុំគឺបើពាក់ព័ន្ធជាមួយនឹងការចំណេញថវិកាទៅលើសាំងក៏ចំណេញបងប្អូនហើយសម្រាប់ service ខ្ញុំគិតថាដូចជាមិនបញ្ហាទេអូខេហើយងាកទៅដល់ថ្ងៃលក់វិញអូខេខ្ញុំគិតថាដូចជាអត់អីទេពីព្រោះផ្នត់គំនិតប្រជាពលរដ្ឋឥឡូវនេះគឺច្រើនបងប្អូនមើលលើដងផ្លូវទៅ Toyota Prius គេ Lexus EX 450 អូខេ Land មាន Highlander hybrid មានច្រើនបងប្អូនណាគេអញ្ចឹងគឺ Alpha ក៏មាន hybrid អញ្ចឹងគឺជិះពេញហ្នឹងហើយខ្ញុំបានធ្វើមើលវីដេអូបងប្រុសម្នាក់ទៀតគាត់ review ប្រហែលប្រទេសនោះគាត់ថារថយន្តដែលប្រើច្រើនជាងគេនៅប្រទេសអ្នកមានគឺ hybrid បងប្អូនអូខេសូម្បីតែ taxi ក៏គេចអត់ផុតជាមួយ hybrid ដែរទៅគេបងប្អូនណាអូខេអញ្ចឹងបើពីរហ្នឹងអូខេបើសិនជាតាមគំនិតមួយជ្រុងតូចរបស់ខ្ញុំផ្ទាល់ខ្លួននេះចឹងគំនិតបងប្អូនអាចស្វែងយកពីនេះពីនោះមកបូកជាមួយគ្នាទៅរើសយកមួយណាទៅអញ្ចឹងបើឲ្យខ្ញុំរើសសម្រាប់តខ្លួនខ្ញុំគឺខ្ញុំរើសយក hybrid អូខេក្នុងការប្រើប្រាស់មានណាសាំងគឺក៏ sale ថវិកាដែរហើយ service អត់បារម្ភជីទៅតាមបណ្ដាខេត្តផ្សេងក៏មិនបារម្ភជាងអាចមានទាំងនៅក្នុងរាជធានីទាំងនៅក្នុងបណ្ដាខេត្តផ្សេងហើយសម្រាប់ពេលដែលចង់បញ្ចេញទៅវិញបដូរសេរីឬក៏ប្រញាប់លុយអីអញ្ចឹងគឺអត់បញ្ហាអញ្ចឹងសរុបសេចក្តីមកវិញពីហ្នឹងគេមានថា EV versus ជាមួយ hybrid គេបើជំរើសដែលល្អគេសម្រាប់ខ្ញុំណែនាំបងប្អូនវិញខ្ញុំណែនាំថាបងប្អូនគួរជ្រើសរើសយក hybrid ប្រើគេលក្ខណៈគ្រួសារទៅគឺសុខភាពជាងគេ EV សម្បីតែប្រទេសអ្នកផលិតរថយន្តហ្នឹងគឺក៏អត់តន់ដែរទលំទលាយដែរតាមវីដេអូបងប្រុសម្នាក់តាមពាក្យសម្ដីដែលគាត់តែនិយាយហើយគាត់ survey មកគាត់ថាប្រទេសអ្នកផលិតរថយន្តហ្នឹងហើយគឺក៏អត់តន់ពេញនិយមនៅក្នុងការប្រើប្រាស់រថយន្ត EV ដែរប៉ុន្តែផ្ទុយឆ្លាស់មកវិញគេស្រុកខ្មែរយើងគឺមិនផលិតទេប៉ុន្តែគឺប្រើរៀងច្រើនបងប្អូនកលេចមើលតាមដងផ្លូវអញ្ចឹងមករយៈនេះគឺ EV គឺវាលុកមែនតើណាគេហើយគេបើ hybrid យើងដឹងថាឥឡូវនេះវាចូលបើនៅក្នុងរាជធានី hybrid ខ្ញុំចង់ហ៊ាននិយាយថាវាចូល 70% ក្នុងការប្រើប្រាស់សម្រាប់ឡានសាំងនិងម៉ាស៊ូតគឺខ្ញុំវាយឲ្យត្រឹមតែ 30% តែបើតាមបណ្ដាខេត្តគឺអាចសាំងនិងម៉ាស៊ូតច្រើនណាគេច្រើនជាងវិញ 70% គឺប្រើ 30% គឺអាចប្រើ hybrid ហើយបើតាមបណ្ដាខេត្តបើ EV ខ្ញុំគិតថាវាជាអាចបង្មានវាជា 0.% បងប្អូនណាតែបើនៅក្នុងក្រុងមួយរយៈក្រោយនេះខ្ញុំហ៊ានវាតម្លៃថាអាចទៅដល់20% ទៅ 30% បងប្អូនយើងគឺមានថាទំនោរទៅតាមគ្នាតែម្ដងគឺភ្លុកទឹកភ្លុកដីគឺប្រើ EV ប៉ុន្តែអាចមិនតិចទៀតពេលដែលត្រូវការ service ពេលដែលត្រូវការវាយបញ្ចេញវាជានឹងអាចដឹងថាវាពិបាកយ៉ាងណាហើយអូខេអរគុណណាស់បងប្អូនគេសម្រាប់ការតាមដានវីដេអូខ្លីពី channel YouTube Content Official ឬក៏ពី My Family 88រថយន្តបងប្អូនមានចម្ងល់ផ្សេងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រថយន្តឬក៏ option ផ្សេងឬក៏របៀបមើលទឹកថ្នាំបុកប៉ះច្រាស់បដូរពណ៌ឯកសារផ្សេងសាក់លេខឬក៏ចម្ងល់អីផ្សេងបងប្អូនអាចឆាតសួរខ្ញុំក៏បានឬក៏បងប្អូនអាច call តាម Telegram ក៏បានខ្ញុំលើកទឹកចិត្តឲ្យបងប្អូន call ច្រើនជាងឬក៏លេខដៃ016 45 2456អរគុណណាស់បងប្អូនគេធ្វើការសម្រេចចិត្តដោយខ្លួនឯងសម្រាប់រថយន្ត EV ហើយសម្រាប់រថយន្ត Hybrid តើមួយណាស័ក្តិសមសម្រាប់ពុកម៉ែបងប្អូនទិញយកមកប្រើប្រាស់គេសម្រាប់ក្រុមគ្រួសារអរគុណច្រើនបងប្អូនគ្រប់ជំរាបបងប្អូនអរគុណណាស់បាទ